លឺនៅក្នុងការរៀបចំ channel YouTube ឲ្យមានលក្ខណៈស្តង់ដារហើយនឹងទាក់ទាញនៅអ្នកមើលឲ្យបានកាន់តែច្រើនអញ្ចឹងសម្រាប់បងដែលថ្មីដែលគាត់ទើបតែបង្កើតនៅ channel YouTube គាត់ពុំទាន់បានរៀបចំនៅ channel YouTube ឲ្យមានលក្ខណៈស្តង់ដារឲ្យមានភាពត្រឹមត្រូវអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងលម្អិតប្រាប់បងប្អូនថាតើការរៀបចំ channel នៅ YouTube គេតម្រូវឲ្យយើងធ្វើអ្វីខ្លះអញ្ចឹងបងដែលកំពុងតែទស្សនានៅវីដេអូរបស់ខ្ញុំនេះសិនជាបងចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមជួយចុច like ហើយនិង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងអញ្ចឹងនៅក្នុងការរៀបចំ channel គេតម្រូវឲ្យយើងស្វែងយល់កាន់តែបានច្រើនអំពីប្រភេទនៃវីដេអូដែលយើងកំពុងតែផលិតថាតើវីដេអូដែលបងប្អូនកំពុងតែផលិតហ្នឹងគឺជាប្រភេទវីដេអូអីគឺជាប្រភេទវីដេអូ game វីដេអូធ្វើម្ហូបឬក៏វីដេអូកម្សាន្តអញ្ចឹងនៅក្នុងការរៀបចំ channel YouTube គឺយើងរៀបចំនៅ channel YouTube របស់យើងតម្រូវទៅតាមនឹងប្រភេទវីដេអូរបស់យើងអញ្ចឹងនៅក្នុងការរៀបចំ channel YouTube វាមានបែបជាលក្ខណៈ keyword text ហើយនឹង description អញ្ចឹងខ្ញុំនឹងលម្អិតប្រាប់បងប្អូននៅក្នុងវីដេអូបន្ថែមទៀតអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនានៃការរៀបចំនៅ channel YouTube មួយឲ្យមានលក្ខណៈស្តង់ដារទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកកាន់ទូរស័ព្ទដៃយើងទាំងអស់គ្នាជាដំបូងបងប្អូនត្រូវចូលទៅក្នុងកម្មវិធី Google ឬក៏បងប្អូនមានកម្មវិធី Chrome បងប្អូនអាចចូលទៅតាមកម្មវិធី Chrome ក៏បានដែរអញ្ចឹងខ្ញុំចូលតាមរយៈកម្មវិធី Google បន្តមកទៀតបងប្អូនត្រូវ search ពាក្យថា YT Studio អញ្ចឹងនេះបងប្អូនពាក្យថា YT Studio នៅពេលដែលយើង search ហើយវានឹងចេញមកជាទម្រង់បែបនេះអញ្ចឹងបងប្អូនចុចលើ YouTube Studio ទៅបន្ទាប់ពីចុចលើ YouTube Studio ហើយវានឹងចេញមកជាទម្រង់បែបនេះបងប្អូនចុចនៅអាប៊ូតុងខ្មៅៗនៅខាងក្រោមហ្នឹងមកបងប្អូននៅពេលដែលយើងចុចមកនៅអាឡៃហ្នឹងហើយវានឹងចេញមកជាទម្រង់បែបនេះគឺជាទម្រង់នៅ channel YouTube របស់យើងអញ្ចឹងដើម្បីធ្វើការរៀបចំនៅ channel YouTube របស់យើងបងប្អូនត្រូវចូលមកកាន់ setting នៅចំណុចខាងក្រោមខាងឆ្វេងដៃនេះបងប្អូនឃើញប៊ូតុងខ្ញុំចុចថាច់ទេនេះបងប្អូនវានឹងចេញមកជាទម្រង់បែបនេះកន្លែងនេះហើយដែលយើងត្រូវធ្វើការរៀបចំនៅ channel YouTube របស់យើងឲ្យមានលក្ខណៈនៅស្តង់ដារអញ្ចឹងចំណុចដំបូងនោះគឺគេដាក់ថា general អញ្ចឹង general គេតម្រូវឲ្យយើងរើសនៅប្រភេទกระดาษប្រាក់អញ្ចឹងជាទូទៅគេតែងតែរើសយកនៅដុល្លារអញ្ចឹងបងប្អូនដាក់កន្លែងហ្នឹងដាក់កន្លែងដុល្លារដែរទៅបន្តមកទៀតចូលដល់ចំណុចខាងក្រោមគឺ channel នៅក្នុងចំណុច channel នេះគឺគេមាន3គេមាន basic info advanced setting filter eligibility អញ្ចឹងខ្ញុំនឹងលម្អិតប្រាប់បងប្អូនអំពីចំណុចទាំង3នេះឲ្យបានកាន់តែច្បាស់អញ្ចឹងចំណុចទី1គឺតាក់ទងនឹង country resident អញ្ចឹង country resident ហ្នឹងគឺគេតម្រូវឲ្យយើងរើសនៅប្រទេសដែលបងប្អូនកំពុងតែរស់នៅដែលបងប្អូនកំពុងតែធ្វើវីដេអូហ្នឹងអញ្ចឹងបើសិនជាបងប្អូននៅ Cambodia បងប្អូនត្រូវយក Cambodia មកហើយនេះគឺជាប្រទេសជាច្រើនបងប្អូនដែលគេដាក់ក្នុងហ្នឹងអញ្ចឹងខ្ញុំសូមជ្រើសរើសយក Cambodia បន្តមកទៀតគឺ keyword channel keyword channel គឺជាពាក្យកន្លឹះឬជាការពិពណ៌នាអំពីវីដេអូនៃ channel របស់បងប្អូនអញ្ចឹងដើម្បីឲ្យ YouTube យល់ថា channel របស់បងប្អូននិយាយអំពីអ្វីហើយ YouTube នឹងអាចជួយឲ្យមនុស្សជាច្រើនឆាប់ស្វែងរកនៅ channel របស់អ្នកបានកាន់តែងាយស្រួលអញ្ចឹងនេះហើយគឺជា keyword channel អញ្ចឹងមានន័យថា keyword channel គឺគេនិយាយពាក់ព័ន្ធទៅនឹងវីដេអូរបស់បងប្អូនអញ្ចឹងជាឧទាហរណ៍បើសិនជាវីដេអូរបស់បងប្អូននិយាយពាក់ព័ន្ធទៅនឹង game អញ្ចឹង keyword channel របស់បងប្អូនគឺ
គឺក្នុងនេះគឺត្រូវតែសេពាក់ព័ន្ធទៅនឹងហ្គេមជាឧទាហរណ៍ជាក់ស្ដែងខ្ញុំ keyword channel របស់ខ្ញុំគឺតាក់ទងទៅនឹងការរកលុយតាមរយៈ YouTube Facebook អញ្ចឹងនៅក្នុងនេះខ្ញុំមានដាក់នៅពាក្យជាច្រើនដែលតាក់ទងទៅនឹងការរកលុយតាមរយៈ YouTube ការរកលុយតាមរយៈ Facebook អញ្ចឹងនេះហើយគឺជា keyword channel បន្ទាប់ពី keyword channel រួចហើយគឺចូលទៅកាន់ advanced setting យើងចូលមកកាន់ advanced setting ចំណុចដែលបងប្អូនដែលឃើញដំបូងនោះគឺមាន3គឺអញ្ចឹងត្រង់ចំណុចនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជ្រើសយកនៅចំណុចកណ្ដាលអញ្ចឹងបងប្អូនអាចជ្រើសយកនៅចំណុចកណ្ដាលមកអញ្ចឹងបន្តមកទៀតគឺគេដាក់ថា Google Ad account អញ្ចឹងកន្លែងហ្នឹងអត់មានប៉ះពាល់ទេបងប្អូនបន្តមកទៀត auto caption កន្លែង auto caption ហ្នឹងយើងគ្រាសមកហើយមួយទៀត automatic dubbing អញ្ចឹងកន្លែងចំណុចពីរលើនេះយើងគ្រាសហើយចំពោះចំណុចមូលខាងក្រោមទីនេះបងប្អូនអាចរើសយកមួយណាក៏បានដែរអញ្ចឹងខ្ញុំរើសយកនៅផ្នែកខាងលើបន្តមកទៀត clip គឺយើងគ្រាសបងប្អូន clip គឺយើងគ្រាសហើយកន្លែង video quality នេះបងប្អូនគ្រាសមកដើម្បីឲ្យ YouTube upload នៅវីដេអូរបស់យើងមានលក្ខណៈភាពច្បាស់លាស់បន្ទាប់ពីចំណុច advanced setting រួចហើយបងប្អូនឃើញគេដាក់ shooter eligibility អញ្ចឹងយើងចុចលើនឹងមកនេះគឺមាន3ចំណុចណាបងប្អូនអញ្ចឹងចំណុចទី1គឺគេដាក់ enable គឺលោតពណ៌ខៀវបន្តមកទៀតចំណុចទី2ចំណុចនេះហើយគឺជាសំខាន់គឺជាកន្លែងដែលយើងសម្រាប់ដាក់នៅ thumbnail វីដេអូរបស់យើងអញ្ចឹងកន្លែងនេះហើយបើសិនជាបងប្អូនអត់ទាន់បាន verify នៅលេខទូរស័ព្ទវានឹង load ជាផ្ទៃប្រភេទដូចនៅចំណុចទី3ខាងក្រោមអញ្ចឹងបើសិនជាបងប្អូន load នៅចំណុចប្រភេទនៅដូចកន្លែងចំណុចទី3នៅខាងក្រោមនេះបងប្អូនអត់អាចដាក់នៅ thumbnail នៅពីលើវីដេអូរបស់យើងបានទេអញ្ចឹងចំណុចទី2គឺគេតម្រូវយើង verify នៅលេខទូរស័ព្ទដើម្បីអាចឲ្យយើងដាក់នៅ thumbnail បានណាបងប្អូនអញ្ចឹងនៅពេលដែលយើងចុចលើចំណុចទី2នឹងហើយគឺគេនឹង load ឲ្យយើងដាក់នៅ verify លេខទូរស័ព្ទអញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវ verify នៅលេខទូរស័ព្ទទើបបងប្អូនអាចដាក់នៅ thumbnail នៅលើវីដេអូរបស់បងប្អូនបានចូលមកដល់ចំណុចខាងក្រោមមួយទៀតគឺ upload default នេះគឺចំណុចខាងស្ដាំនេះគេដាក់ basic info អញ្ចឹងចំពោះ title បងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនកុំតន់សរសេរអីព្រោះចំណងជើងនៃវីដេអូរបស់បងប្អូនមួយគឺអត់អាចដូចគ្នាទេបន្តមកទៀត description គឺជាចំណុចសំខាន់មែនទែនគឺជាការសរសេររៀបរាប់អំពី channel របស់បងប្អូនដើម្បីទាក់ទាញទៅដល់អ្នកដែលចូលមើលនៅ channel របស់យើងនេះបងប្អូនគឺជា description របស់ខ្ញុំបងប្អូនអាចមើលតាមខ្ញុំមួយបានទៅបន្តមកទៀតនៅខាងក្រោមគេដាក់ថា visibility អញ្ចឹងមាន3ចំណុចសម្រាប់ឲ្យបងប្អូនជ្រើសរើសគឺទី1 public ទី2 private ទី3និង unlist អញ្ចឹងចំណុចទាំង3នេះនៅពេលដែលយើងផុសវីដេអូបើសិនជាយើងដាក់នៅ public គឺវីដេអូយើងនឹងផុសចេញជាសាធារណៈភ្លាមចំពោះចំណុចទី2និងទី3បើសិនជាបងប្អូនជ្រើសរើសយកចំណុចណាមួយគឺវីដេអូរបស់បងប្អូនផុសហើយប៉ុន្តែវាអត់ទាន់បើកជាសាធារណៈដើម្បីឲ្យមានអ្នកមើលទេមកដល់ចំណុចមួយទៀតគឺ tag នេះបងប្អូន tag គឺវាស្តៀងទៅនឹង keyword បងប្អូនស្តៀងទៅនឹង keyword channel ដែរគឺវានិយាយពាក់ព័ន្ធទៅនឹង channel របស់បងប្អូនបើសិនជាបងប្អូន channel របស់បងប្អូនធ្វើអំពី game ធ្វើអំពីការដើរលេងអញ្ចឹងពាក្យដែលបងប្អូនសរសេរដាក់នៅក្នុងនេះបងប្អូនត្រូវសរសេរពាក់ព័ន្ធទៅនឹងការដើរលេងពាក់ព័ន្ធទៅនឹងការលេង game អញ្ចឹងទៅបន្ទាប់ពី take រួចហើយមកដល់ត្រង់ចំណុចមួយទៀតគឺ advanced setting ដែរ
ត្រង់ចំណុចនេះបងប្អូនអាចជ្រើសរើសដូចខ្ញុំមកកន្លែងនេះលេខចិនខ្ញុំដាក់ English title ខ្ញុំដាក់ English ហើយ comment ខ្ញុំដាក់ on នេះបងប្អូនចំណុចដែលសំខាន់មួយទៀតនោះគឺ category អញ្ចឹងចំពោះបងប្អូនដែលបង្កើតនៅ channel ហើយតែមិនទាន់បានជ្រើសរើសនៅ category បងប្អូនអាចជ្រើសរើសនៅកន្លែងនេះបានអញ្ចឹងវាមានទៅតាមប្រភេទនៃការផលិតវីដេអូរបស់បងប្អូនអញ្ចឹងបងប្អូនផលិតវីដេអូ game category បងប្អូនជ្រើសរើសយក game ទៅបងប្អូនផលិតវីដេអូម្ហូប category របស់បងប្អូនដាក់នៅ cooking ទៅមកដល់ចំណុចខាងក្រោមនេះទៀតគឺ personal អញ្ចឹងវាអត់មានពាក់ព័ន្ធអីទេបងប្អូនទាំងចំណុចទាំងប៉ុន្មាននៅខាងក្រោមនេះគឺអត់មានពាក់ព័ន្ធអីទេបងប្អូនណាអញ្ចឹងការរៀបចំ channel របស់យើងគឺមានតែប៉ុណ្្នឹងបងប្អូនបើសិនជាបងប្អូនចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមជួយចុច like ហើយនិង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងណាបងប្អូន